វាស្រែក្រោយផ្ទះខ្ញុំអស់គ្នា ភ្ញាក់ពីដំណេកមកគឺធ្វើការតែម្ដងបងប្អូនអរគ្នាបងប្អូនណាខ្លះដូចខ្ញុំភ្ញាក់ឡើងមកគឺឡើងអង្គុយលើតុធ្វើការតែម្ដងឥឡូវដាក់កាហ្វេក្តៅមកកញ្ចប់សិនបងប្អូនអរគ្នាដើម្បីឲ្យស្វាងពីដំណេកហើយនេះគឺជាកាហ្វេ Gold AM បងប្អូនអរគ្នាសម្រាប់បងប្អូនអរគ្នាដែលចង់បានកាហ្វេកញ្ចប់ដែលមានរសជាតិឈ្ងុយឆ្ងាញ់ Complete Cafe Gold AM ខ្ញុំមិនដែលអត់ដាច់ទេបងប្អូនអរគ្នាគឺមានលើតុធ្វើការជាប្រចាំតែម្ដងហើយបន្ទាប់មកក៏ដាក់នំប៉័ងពីប្រទេសដើម្បីទ្រាប់ពោះសិនបងប្អូនអរគ្នាសូត្រជាមួយនឹងទឹកដោះគោខាប់ម៉ែខាប់បន្តិចដើម្បីបង្កើនរសជាតិតែប៉ុណ្ណេះគឺមានកម្លាំងធ្វើការបងប្អូនអរគ្នាបន្ទាប់ពីធ្វើការហើយខ្ញុំក៏ទៅរៀបចំខ្លួនមួយទឹកមួយអីដើម្បីទៅថតរឿងអាម៉ូកតជាតិបដ ாய் អូខេឥឡូវតបពីមួយទឹកហើយបងប្អូនអរគ្នាគឺរៀបចំខ្លួនទៅថតរឿងអាមួយហើយកាហ្វេ Gold AM ខ្ញុំឆុងមកកែផឹកមិញណាគឺអត់គ្រាន់ទេតបពីផឹកកាហ្វេក្តៅអញ្ចឹងហើយគឺខ្ញុំត្រូវរកកាហ្វេត្រជាក់មួយកែវទៀតឥឡូវមកឆុងខ្លួនឯងផ្ទាល់តែម្ដងនៅកន្លែងហាងបងខ្ញុំណាប្រើជាមួយនឹងដោះគោស្រស់ម៉ៃខាប់បងប្អូនគ្នាបងខ្ញុំគាត់តេតជនរបស់ម៉ៃខាប់បងប្អូនគ្នាទស្សនផលគាត់គឺម៉ៃខាប់ទាំងអស់គាត់ឆុងកាហ្វេដោះគោខ្ទិះក៏ម៉ៃខាប់ដែរឈ្ងុយមកទៅថតរឿងអាម៉ូកបងប្អូនគ្នាYes បងប្អូនអរគ្នាឥឡូវគឺយើងមកថតនៅទីរួមខេត្តតាកែវបងប្អូនអរគ្នាសាច់រឿងអាម៉ូកថតនៅកន្លែងនេះដូចជាបងប្អូនមើលដល់ភាគដែលទៅចេញនេះហើយមានអារម្មណ៍មិនដែរតឹងទ្រូងអត់តោះដល់នេះស្អាតថតអរគ្នា Another day is gone. I'm still all alone. How could this be? You're not here with me. Oh, not another step. ផ្លេចយករបស់បើកម្លាំងដាក់ជាមួយនឹងទឹកដោះគោឆៅមកបងសិនបងប្អូនអរគ្នានេះគឺជាទឹកដោះគោឆៅរបស់ម៉ៃខាប់បងប្អូនអរគ្នារសជាតិឆ្ងាញ់ ឥឡូវយើងមើល Spider Noir យើងបន្តទៀត No, I want you and your guns to lay off right. លើកដៃសាច់ស្អាតអូខេបងប្អូនអរគ្នាឥឡូវគឺដល់ម៉ោងបាយល្ងាចទេញ៉ាំអត់អូខេបងប្អូនអរគ្នាឥឡូវនេះគឺដល់ម៉ោងបាយល្ងាចហើយម៉ាក់ខ្ញុំក៏ចាប់ផ្ដើមរៀបចំធ្វើម្ហូបហើយម្ហូបពេលល្ងាចថ្ងៃនេះគឺងាយស្រួលទេគឺឆាត្រីខម៉ែសមុទ្របងប្អូនអរគ្នាមានរសជាតិឆ្ងាញ់មែនតើខ្ញុំញ៉ាំសឹងតែថ្ងៃហ្មងពេលដែលខ្ជិលទិញម្ហូបពេលទៅថតរឿងអាម៉ូកអីក៏ដោះតល់អំពីដែរកោះញ៉ាំទាំងឆៅតែម្ដងហើយឡើងនេះគឺបានមកភ្លក់ជាមួយនឹងស្នាដៃរបស់អ្នកម៉ាក់ដើម្បីរំលឹកអនុស្សាវរីយ៍ចឹងណាបងប្អូនអរគ្នាពីក្មេងធ្លាប់ម៉ាក់ឆាឲ្យតែឥឡូវម៉ាក់ខ្ញុំនៅក្មេងអត់ដែរឥឡូវត្រីខយើងគឺចិត្តឆ្អិនហើយបងប្អូនអរគ្នាតំណងមែនតើឥឡូវតម៉ាក់នៅជាប់ឆាក៏ឆ្លៀតចេញមកក្រៅដើម្បីមើលទេសភាពបន្តិច បងប្អូនអរគ្នានេះគឺជាទេសភាពនៅក្រោយផ្ទះខ្ញុំគឺខៀវសង្ងាត់ឈរមើលតាក្រោយផ្ទះប៉ុណ្ណឹងក៏ស្រស់ស្រាយដែរបងប្អូនអរគ្នាហើយមកមើលវាស្រែក្រោយផ្ទះខ្ញុំអស់គ្នាស្អាតបាទហើយតើយើងទៅញ៉ាំបាយពេលល្ងាចទាំងអស់គ្នាជាមួយនឹងត្រីខម៉ៃសមុទ្រមកស៊ីបាយបងប្អូនប៉ាខ្ញុំឥឡូវបងគាត់ចូលរួមពិសាបាយមួយខ្ញុំគិតទៅហូបអត់តពួកគាត់ទេគាត់លឿនទៅមកដោយសារតែត្រីខឆ្ងាញ់ពេកអញ្ចឹងបងប្អូនអរគ្នាចង់បានត្រីខដែលឆ្ងាញ់កុំភ្លេចត្រីខម៉ៃសមុទ្របើបានអ្នកម៉ាក់ធ្វើឲ្យតែកាន់តែឆ្ងាញ់តែម្ដង